អរគុណប្រិមត្តទស្សនិកជនយើងងាកចេញពីខេត្តកណ្ដាលយើងទៅជួបជាមួយនឹងលោកវឹកពឿនពីខេត្តបៃលិនជំរាបសួរលោកវឹកពឿនបាទសូមជម្រាបសួរលោកសំណាងមានគណៈការក្រុមការងារនិងទូតទាំងអស់ដែលកំពុងតាមដានទស្សនកិច្ចផ្សាយទូទៅជាតិរបស់ជាទីគោរពបាទលោកពឿនថាតើនៅព្រឹកនេះមានព័ត៌មានអ្វីនឹងធ្វើសេចក្តីរាយការណ៍ជូនបាទព្រឹកនេះខ្ញុំមានព័ត៌មានមួយបាទគឺរដ្ឋបាលខេត្តបៃលិនប្រារព្ធពិធីសែនក្រុងពាលីបួងសួងសូមសេចក្តីសុខសប្បាយត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបៃលិនដើម្បីបង្កឱកាសឲ្យប្រជាពលរដ្ឋនិងភ្ញៀវទេសចរមកកម្សាន្តសប្បាយបាទសូមជើញបាទរដ្ឋបាលខេត្តបៃលិននឹងបើកព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីដើម្បីបង្កឱកាសនិងផ្តល់ឱកាសដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលកំពុងស្នាក់នៅខេត្តបៃលិនក៏ដូចជានៅក្នុងបណ្ដាខេត្តផ្សេងៗទៀតបានចូលមកលេងកម្សាន្តសប្បាយរីករាយក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខសម្រាប់ថ្ងៃទី23ខែមីនាឆ្នាំ2025នេះពិធីសែនក្រុងពាលីបួងសួងសូមសេចក្តីសុខសប្បាយក្នុងការរៀបចំកសាងសំណង់ផ្សេងៗត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបៃលិនឆ្នាំ2025ដែលបានធ្វើឡើងនៅមាត់ស្ទឹងបៃលិនខាងក្រោមអធិបតីភាពលោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិននិងឯកឧត្តមជាច័ន្ទដិនប្រធានក្រុមប្រឹក្សាខេត្តព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធមន្ត្រីអង្គភាពជំនាញជុំវិញខេត្តនិងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបៃលិនផងដែរសូមបញ្ជាក់ថានៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះរដ្ឋបាលខេត្តបៃលិនបានក្រុងរៀបចំសង្ក្រាន្តបៃលិនឲ្យបានអាថ៌កំហំសម្រាប់បងប្អូនប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយដោយមានកម្មវិធីជាច្រើនរួមមានកម្មវិធីតាមបែបសាសនាការលេងល្បែងប្រជាប្រិយការប្រគំតន្ត្រីខ្នាតធំនិងការដាក់តាំងពិព័រណ៍ផលិតផលនៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្តសម្ដៅជួយយ៉ាងណាទាក់ទាញចំណាប់អារម្មណ៍ពីមហាជនទាំងក្នុងខេត្តនិងក្រៅខេត្តមកលេងកម្សាន្តក្នុងខេត្តបៃលិនឲ្យបានច្រើនកកក្រៅពីនោះការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបៃលិនឆ្នាំ2025នេះបានធ្វើឡើងដើម្បីទទួលទេវតាឆ្នាំថ្មីឆ្នាំអាសាញ់និងដើម្បីបណ្ដុះបណ្ដាលយុវជនបង្ហាញពីទេពកោសល្យសក្តានុពលឆន្ទៈការខិតខំប្រឹងប្រែងតាមរយៈការចូលរួមរៀបចំនៅពិធីបុណ្យប្រពៃណីខ្មែរឬព្រឹត្តិការណ៍នានាដើម្បីផ្តល់ឱកាសឲ្យយុវជនចូលរួមដោយស្ម័គ្រចិត្តនិងបានធ្វើការផ្លាស់ប្ដូរនៅបទពិសោធន៍គ្នាទៅវិញទៅមករួមទាំងបានបង្ហាញពីវប្បធម៌អរិយធម៌និងទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាពលរដ្ឋរបស់យើងជូនដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានឆ្វេងយល់ដើម្បីធ្វើការផ្សព្វផ្សាយបន្តទៀតផងដែរបាទនេះព័ត៌មានពីខេត្តបៃលិនខ្ញុំបាទសូមបញ្ចប់តែប៉ុណ្ណេះបាទអរគុណលោកវឹកពឿនដែលបានធ្វើសេចក្តីរាយការណ៍នៅព័ត៌មាននៃព្រឹកនេះអរគុណជម្រាបលាបាទសូមអរគុណសូមជម្រាបលាបាទ